ដំណើរជីវិតដែលយើងអាចរៀនបានពីប្រជាជនអ៊ីស្រាអែលនៅជំនាន់លោកម៉ូសេផ្លូវដែលគួរតែដើរ11ថ្ងៃប៉ុន្តែពួកគាត់បែរជាចំណាយពេលរហូតដល់ទៅ40ឆ្នាំក្នុងនោះគឺមានមេរៀន10ដែលពួកយើងអាចរៀនបានទាំងអស់គ្នាទី1គឺពួកគាត់អត់មានក្តីសម័យគាត់តែងតែអូសយកអតីតកាលដ៏ជូរចត់ឬក៏ភាពបរាជ័យពីអតីតកាលយកមកគិតទី2គឺពួកគាត់អត់ទទួលខុសត្រូវគាត់តែងតែគិតថាគួរតែមានអ្នកណាម្នាក់មកទទួលខុសត្រូវនិយាយជារួមទៅគឺមាន mindset មួយបែបខ្ជិលច្អូសទី3គឺគាត់តែងតែគិតថាអ្វីៗទាំងអស់វាពិបាកវាអត់ស្រួលល្អូលទាំតាមផ្លូវរហូតទី4គឺនៅពេលដែលមានឧបសគ្គអីគាត់តែងនិយាយថាជួយអីអត់បានទេបានតែប៉ុណ្ណឹងទី5គឺតក់កុហលអត់ចូលចិត្តរងចាំអីក៏ដោយគាត់ថាគាត់អត់ចូលចិត្តចាំទេគាត់ចង់បានភ្លាមទី6គាត់ប្រាប់គេថាខ្ញុំអញ្ចឹងចរិតខ្ញុំអញ្ចឹងមិនមែនជាកំហុសរបស់ខ្ញុំទេទី7គឺតែងតែមានអារម្មណ៍តូចចិត្តចំពោះវាសនាខ្លួនឯងមានរឿងអីក៏ដោយគាត់បន្ទោសទៅលើប្រេងវាសនាទី8គឺប្រាប់ខ្លួនឯងថាខ្លួនឯងមិនស័ក្តិសមនឹងទទួលបានរឿងល្អមិនស័ក្តិសមនឹងទទួលបានព្រះពរមិនស័ក្តិសមនឹងទទួលបានអីមកដោយផុយទី9គឺប្រៀបធៀបចំណែនជាមួយមនុស្សគ្រប់គ្នាហើយឆ្ងល់ថាហេតុអីក៏គេបានជីវិតមួយដែលល្អហេតុអីក៏មិនមែនជាខ្លួនឯងទី10គឺជ្រើសធ្វើអ្វីតាមតែចិត្តខ្លួនឯងអត់ខ្វល់ពីការណែនាំពីអ្នកណាទាំងអស់ហើយមិនស្ដាប់បង្គាប់អ្នកដែលគាត់ចេះជាងទៀត